កូនមាពុកកូនចូលរៀនមើលនៅកំហុសដែលខ្លួនប្រព្រឹត្តរាល់ថ្ងៃកូនរៀនមើលផលដែលកូនបានរៀនមើលហេតុដែលកូនធ្វើកូនមានឪពុកកូនកុំរៀនមើលពីហេតុផលរបស់អ្នកដទៃកូនត្រូវរៀនមើលអកប្បកិរិយារបស់ខ្លួនសួរថាយើងល្អជាងគេឬក៏យើងមិនល្អជាងគេកូនមានឪពុករៀនទទួលស្គាល់ថាខ្លួនធ្វើខុសរៀនទទួលស្គាល់នៅកំហុសរបស់យើងដែលតែងតែប្រព្រឹត្តមកកន្លងមកហើយយកកំហុសនោះមកពិចារណាកែប្រែនៅកំហុសខុសឆ្គងរបស់យើងហើយទុកកំហុសនោះជាបទពិសោធន៍កូនមានឪពុកកូនកុំរៀនមើលនៅកំហុសរបស់អ្នកដទៃព្រោះថាបើយើងសង្កេតតាមដានអ្នកដទៃក្រៅពីខ្លួនយើងនោះចិត្តរបស់យើងនឹងផ្ដោតទៅលើអកុសលចិត្តគឺផ្ដាំទោសផ្ដាំហេតុនៅកំហុសរបស់អ្នកដទៃចក្ខុវិស័យរបស់យើងឃើញតែការខុសរបស់អ្នកដទៃយើងត្រូវយកសតិនិងស្មារតីបញ្ញាមកដោះស្រាយមកកែប្រែនៅកំហុសទាំងនោះយើងត្រូវពន្យល់ចិត្តខ្លួនឯងថាកំហុសដែលគេសាងគឺគេអ្នកកែកំហុសដែលយើងអ្នកសាងយើងគឺអ្នកកែកំហុសទាំងឡាយនោះវាកើតឡើងអំពីហេតុដែលបុគ្គលម្នាក់បានប្រព្រឹត្តហើយហេតុអាក្រក់ល្អនោះគឺផលជាអ្នកហុចឲ្យបើយើងសាងនៅហេតុល្អក៏បានផលមកល្អហើយបើយើងសាងនៅហេតុអាក្រក់ក៏បានផលមកអាក្រក់អញ្ចឹងកូនចូលចាំថាកំហុសអ្នកដទៃគ្រាន់តែជាសម្បកក្រៅនៃរឿងរបស់សត្វធម៌លោកទេតែកំហុសខាងក្នុងរបស់យើងនិងលើខ្លួនរបស់យើងគឺជាបញ្ហាផ្ទាល់ខ្លួនរបស់យើងគឺជាកំហុសដ៏ធ្ងន់តែបើយើងកែប្រែកំហុសលើខ្លួនរបស់យើងបានល្អប្រសើរនោះទើបយើងអាចពន្យល់ដឹកនាំអ្នកដទៃបានតែកំហុសរបស់យើងកែមិនទាន់បានទេនោះកូនកុំទៅដឹកនាំនិងកែប្រែអ្នកដទៃអីវាមិនបាននៅផលល្អប្រពៃនោះទេវាតែងតែនាំនៅទោសទន់មករកខ្លួនរបស់យើងតែប៉ុណ្ណោះកូនមានឪពុកកូនចាំពាក្យថាកំហុសកើតឡើងអំពីការធ្វើនៅអ្វីដែលមិនសមគួរកំហុសកើតឡើងអំពីយើងប្រព្រឹត្តនៅភាពឆ្កំឆ្កងដែលធ្វើឲ្យប៉ះទង្គិចនាំឲ្យកើតជាបញ្ហាទាំងផ្លូវកាយផ្លូវចិត្តវាចាតែបើយើងអប់រំនៅចិត្តរបស់យើងបាននោះបញ្ហាទាំងឡាយនោះតែងរត់បាត់ទៅវិញតែយើងរៀនសិក្សាស្វែងយល់ពីខ្លួនឯងឲ្យបានច្រើនកុំរៀនសិក្សាស្វែងយល់ពីអ្នកដទៃ
ច្រើនជាងខ្លួនអីវាមិនល្អទេតែបើកូនដឹងចំណុចរបស់ខ្លួននោះកូននឹងប្រពៃកូននឹងជាបណ្ឌិតកូននឹងជាបុរសដ៏ប្រពៃជានារីដ៏ប្រពៃជាមនុស្សដ៏ប្រសើរនៅក្នុងលោកព្រោះថាកូនចេះអប់រំផ្លូវចិត្តផ្លូវកាយវិការបានល្អមិនឃើញនៅទោសរបស់អ្នកដទៃដែលគេប្រព្រឹត្តខុសយើងចងចាំថាបុគ្គលណាអ្នកសាងនៅហេតុណាបុគ្គលនោះក៏បានផលនៅហេតុនោះដែរចូលចងចាំទុកថាបើទំពុកមិនទៅនៅក៏មិនធ្លាក់ដែរណាកូនសូមអនុមោទនា